nhưng mà chạy lấy mũi từ tông năng ca remote công tớ từ tông năng ca remote nhưng ngày nó cầm thì mũi cầm thì ní khơi tha về sửa chuyện team viewer để sao ta team viewer về load tiền phần cầm trên một tràn chẳng này chẳng thời dương gì của bạn ca remote miền khiếp sắm nhầm cho mùi nằm tiền phần cầmហើយកម្មវិធីនេះស្រួលទេតើតើនឹងការ download យើងចូលទៅក្នុងតើនឹងការ download ដោយសារតែនេះខ្ញុំ download ហើយយើងចូលទៅក្នុង Chrome ឬក៏ Firefox តើមកនឹងដាក់ Ultra Viewer យើងដាក់ Ultra Viewer មកហើយវាមាន free download ចឹងណាអញ្ចឹងយើងអាចចុចdownload បានយើងអាចចុច download លើនឹងបានវាដាក់ឲ្យយើងdownload បានផងនេះដោយសារតែកុំព្យូទ័រខ្ញុំបាន download ហើយអញ្ចឹងខ្ញុំបង្ហាញអំពីការ remote តែម្ដងមុននឹង remote ទៅកុំព្យូទ័របានយើងបើកកម្មវិធីនេះដំបូងយើងបើកកម្មវិធីនឹងហើយមួយទៀតយើងទាក់ទងនឹងកុំព្យូទ័រមួយផ្សេងទៀតនោះឲ្យគាត់បើកកម្មវិធីនឹងមកដែរអញ្ចឹងណាគាត់បើកកម្មវិធីហ្នឹងបន្ទាប់មកយើងសុំ username your ID និង password ដែលកុំព្យូទ័រមួយផ្សេងទៀតនោះបន្ទាប់មកយើងយកវាយកន្លែងនេះអញ្ចឹងខ្ញុំបង្ហាញឧទាហរណ៍ជាក់ស្ដែងរបស់បងប្អូនមើលអញ្ចឹងខ្ញុំមាននេះមួយតើតងនឹងនេះខ្ញុំតេស្តជាមួយនឹងម៉ាស៊ីនមួយទៀតអញ្ចឹងណាអញ្ចឹងម៉ាស៊ីនហ្នឹងគាត់បានsend Ultra Viewer មកឲ្យខ្ញុំដើម្បីឲ្យខ្ញុំ remote ទៅណាអញ្ចឹងទៅតាមការ remote យើងវាយ ID របស់គាត់ចូលមកដោយសារតែកុំព្យូទ័រខ្ញុំធ្លាប់ remote អញ្ចឹងវា load user ហ្នឹងមកម្ដងទៅតាម password ទៅតាម password វាប្រែប្រួលអញ្ចឹងយើង remote ម្ដងយើងបិទវិញពេលយើងបើកវិញវាចាប់ password ថ្មីយើងអត់កំណត់វាជាប់អញ្ចឹងយើងវាយ password ចូលមកយើង password 95 079 តបមកខ្ញុំចុច remote អញ្ចឹងនេះ remote ចូលនេះហ៎តើការ remote ហ្នឹងវាងាយស្រួលមែនទែនសម្រាប់អ្នកsupport IT support តើតើនឹងបញ្ហាល្មមអីយើងអាចធ្វើឬ remote ឲ្យគាត់បានយើង remote ធ្វើឲ្យគាត់នេះជាកុំព្យូទ័រផ្សេងទៀតដែលខ្ញុំ remote ទៅអញ្ចឹងតើតើនឹងការ remote មានតែប៉ុណ្្នឹងទេដើម្បីធ្វើការបង្ហាញហើយនឹងចែករំលែកជាមួយនឹង app Ultra Viewer វាងាយស្រួលជាង Team Viewer ជាង Adidas អញ្ចឹងតើតើនឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើបងប្អូនមាន